ធ្វើលបងហើយឥឡូវដល់វគ្គធ្វើផ្ទះឲ្យម៉ែម្ដងប្តីខ្ញុំក៏រវល់មួយថ្ងៃរវល់រហូតធ្វើនេះហើយធ្វើនោះហើយធ្វើនោះការងារណាក៏គាត់ធ្វើដែរគាត់អត់ប្រកាន់ទេអញ្ចឹងបានថាអ្នកអាសាការងារអីក៏គាត់ធ្វើដែរគាត់អត់រើសអត់ប្រកាន់ទេអញ្ចឹងយើងហត់ជាងគេហើយអ្នកដែលយើងអាសាព្រោះយើងលពឹសដៃមែនអត់ការងារអីក៏យើងធ្វើដែរអត់មានប្រកាន់ថាការងារនេះធ្វើការងារនោះធ្វើទេគាត់ការងារអីក៏អត់ក៏គាត់ធ្វើតាមពិតទៅការងារអីក៏មានតម្លៃដែរតែមនុស្សយើងតាមិនផ្ដល់តម្លៃឲ្យការងារទាំងអស់នោះអ្នកខ្លះគិតថាការងារនេះបានលុយតិចអត់ធ្វើឯការងារនោះបានលុយតិចអត់ធ្វើឯការងារនេះបានលុយច្រើនមកខ្ញុំធ្វើតាមពិតគិតចឹងក៏វាអត់ត្រូវព្រោះការងារណាក៏ល្អដែរឲ្យតែត្រូវស្របនឹងច្បាប់សង្គមគេទទួលស្គាល់ការងារណាក៏មានតម្លៃដែរចូលឲ្យតម្លៃការងារឲ្យបានខ្ពស់ទៅជីវិតយើងប្រសើរថ្ងៃក្រោយមិនមែនថាក្រុមគ្រួសារខ្ញុំជីវិតប្រសើរជាងអ្នកដទៃជាងអ្នកណាប៉ុន្តែគាត់ខំប្រឹងប្រែងយ៉ាងអត់មានពេលសម្រាកព្រោះគាត់ឧស្សាហ៍ដោយសារតែការខិតខំរបស់គាត់ទើបមានថ្ងៃនេះអញ្ចឹងអរគុណប្តីសម្លាញ់ដែលប្រឹងប្រែងធ្វើគ្រប់កិច្ចការទាំងអស់កិច្ចការអីគាត់ធ្វើក៏អត់មានថាអបកាន់ទេដើម្បីប្រពន្ធដើម្បីកូនដើម្បីជីវិតគ្រួសារនេះទៅថ្ងៃក្រោយហើយសង្ឃឹមថាអ្វីដែលគាត់ធ្វើអ្នកដែលមើលមិនឃើញសូមផ្ដល់តម្លៃឲ្យគាត់ផងគ្រប់យ៉ាងគាត់ធ្វើដោយចេញពីចិត្ត